សម្ដេចតេជោ សែនប្រធានប្រសិទ្ធិបានមានប្រសាសន៍ថាមនោសញ្ចេតនាជាង30ឆ្នាំរវាងក្រុមគ្រួសារទាំងពីរពោលគឺក្រុមគ្រួសាររបស់សម្ដេចតេជោនិងក្រុមគ្រួសាររបស់លោកថាក់ស៊ីនអតីតនាយករដ្ឋមន្ត្រីថៃត្រូវបានបំផ្លាញដោយសារតែមានការបែកធ្លាយសារសន្ទនាគ្នាព្រោះមានមន្ត្រីកម្ពុជាមួយណាមានការខឹងសម្បារចំពោះការប្រមាថសម្ដេចតេជោនិងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតថាគ្មានវិជ្ជាជីវៈសម្ដេចតេជោបានមានប្រសាសន៍តាមបណ្ដាញសង្គម Facebook ផ្លូវការរបស់សម្ដេចនៅរុស្ស៊ីថ្ងៃទី20ខែមិថុនាថាខ្ញុំព្រះករុណាសូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪសុចដែលត្រូវបាននាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតស្វាគមន៍ទទួលយកមកគង់នៅកម្ពុជាសម្ដេចតេជោសូមអរគុណនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងរាជរដ្ឋាភិបាលកម្ពុជាដែលមានចិត្តសប្បុរសសម្រាប់លោកឪសុចនិងសង្ឃឹមថានឹងទូលស្នើសុំព្រះមហាក្សត្រប្រគេនសញ្ជាតិខ្មែរដល់លោកឪសុចផងដែរដើម្បីព្រះអង្គបំពេញការងារក្នុងនាមជាជនជាតិខ្មែរសម្ដេចតេជោសង្ឃឹមថារឿងលោកឪសុចមិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជាថៃឬថាជាការលុកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃទេព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកឪសុចកសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរសម្ដេចតេជោ សែនមានប្រសាសន៍ទៀតថាម្យ៉ាងទៀតរឿងលោកឪសុចក៏មិនជារឿងថ្មីនោះដែរព្រោះខ្លួនខ្ញុំក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីននិងអតីតនាយករដ្ឋមន្ត្រីយិនឡាក់ដែលជាឪពុកម្កើតម្ដាយមីងបង្កើតរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរសម្ដេចតេជោ សែនបានរំលឹកថានៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាកាលពីខែមេសាឆ្នាំ2025កន្លងទៅក្រៅពីកម្មវិធីផ្លូវការយើងមានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃអុងអ៊ីននិងស្វាមីបានមកទទួលទានអាហារនៅផ្ទះខ្ញុំមុនពេលចាក់ចេញនាយករដ្ឋមន្ត្រីថៃបានសុំមើលបន្ទប់ដែលឪពុករបស់គាត់និងម្ដាយមីងរបស់គាត់សម្រាប់ព្រោះផ្ទះរបស់ខ្ញុំបានរក្សាបន្ទប់2ជូនបងប្អូនតែ2នាក់បន្ទប់1ខ្ញុំដាក់ឈ្មោះថាបន្ទប់ថាក់ស៊ីននិងបន្ទប់មួយទៀតមានឈ្មោះថាបន្ទប់យិនឡាក់ស្វាមីនាយករដ្ឋមន្ត្រីថៃបានថតជាវីដេអូនៅបន្ទប់តែពីរនេះទោះបីយ៉ាងណាក៏ដោយសម្ដេចតេជោ សែនប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ទៀតថាមនោសញ្ចេតនារយៈពេលជាង30ឆ្នាំរវាងគ្រួសារទាំងពីរត្រូវបានបំផ្លាញដោយការបែកធ្លាយនៅការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថមកលើរូបសម្ដេចនិងនាយករដ្ឋមន្ត្រីកម្ពុជាថាគ្មានវិជ្ជាជីវៈ